Ô,បើសិនជាមានផ្ទះនឹងមួយសម្រាប់ខ្លួនឯងវិញមិនដឹងសប្បាយចិត្តរីកថ្លើមរីកម៉ាត់មិនគេនេះផ្ទះនេះនិយាយទៅថាបើសិនជាបងប្អូនឃើញហើយផ្ទះក្នុងក្តីសម័យហ្មងអ្នកទៅចាប់ដើមគ្រួសារថ្មីថ្មោងឯងគ្រួសារតូចគ្រួសារមាត់ជុំឯងគឺថាស្រឡាញ់ផ្ទះនឹងស្រឡាញ់យកតែមែនតែហ្មងឃើញចង់បានហ្មងឥឡូវមកខ្ញុំទៅបង្ហាញមើលថាផ្ទះនឹងស្អាតនេះខ្លះតែខ្ញុំនៅនឹងគឺជាប្រភេទបន្ទប់ភ្ញៀវរបស់គេណាហើយបើយើងកន្លែងមើលខាងក្រៅនេះគេដាក់បង្ណនេះគេមានចម្រឹងបអួយរបស់គេនេះអានេះដូចជាដៃស្មិតបងប្អូននេះក្បាច់ខ្មែរទៀតគឺស្អាតទេផ្នែកហ្មងខ្ញុំមិនដែរឃើញផ្ទះណាប្រើប្រភេទម៉ូតអួយក្បាច់ខ្មែរអញ្ចឹងណាស្អាតណាហើយដាក់បង្ណអីចឹងមកគឺស្អាតតាក់ទាញខ្លាំងមែនទែនហើយយើងត្រឡប់មើលខាងនេះវិញគាត់ប្រើជាប្រភេទទ្វារនេះគាត់ដៃស្មិតដូចគ្នាហើយម៉ូតខ្ញុំមើលទៅដូចជាម៉ូតតែមួយជាមួយនឹងប្អូនគាត់ដែរហើយការដេករបស់គាត់គឺស្អាតខ្លាំងមែនទែនកន្លែងនេះមានតុទទួលចឹងទៅបាទគាត់ដាក់ទទួលសម្រាប់មើលទទួលជុំគ្រួសារហើយយើងវិលមកនេះវិញអានេះដូចជាមានបន្ទប់មួយខ្ញុំមិនដឹងបន្ទប់អីទេយើងចូលមើលបន្ទប់នេះតិចមកអូអានេះដូចជាបន្ទប់មេគ្រួសារណាបងប្អូនបាទនេះមានទូកៅអៅប្រកបបាទមានទូកៅអៅចឹងទៅស្អាតមកល្មមសំរុំបាទក្រែអែមែនទែនបាទចង់បានដែរហ្នឹងខ្ញុំបាទអួចគាត់ពេលយើងចង់មើលខ្យល់អាកាសយើងបើកទឹកឆ្វាច់ចឹងមកមើលទៅខាងមុខតែយើងទលីល្វឹងស្អាតមែនទែនហើយមានតុសម្អាងអីចឹងទៅបាទប៉ុណ្ណេះសក្តីសុខពេញទីហើយតើមើលទៀតមានអីទៀតអូខេអានេះមានបន្ទប់ទឹកអូធំទលារបស់គាត់ទេបន្ទប់ទឹកណាបាទបន្ទប់ទឹកមួយចឹងទៅហើយនេះមានបន្ទប់មួយទៀតអូអានេះដូចជាបន្ទប់សម្រាប់កូនណាបងប្អូនបាទយកថាយើងមានកូនគ្រួសារទូចមានកូន2នាក់អីចឹងទៅកូនទី1កូនទី2ចឹងណានេះអូអែមែនតើប៉ុន្តែមកល្មមមិនធំពេកមិនទលាយពេកគឺមកល្មមសមរម្យមែនស្អាតបាទឥឡូវចេញមកក្រៅវិញម្ដងតុបាយរបស់គាត់យើងឃើញថាគាត់មានដេកជាអញ្ចឹងជាប្រភេទផ្លិតដូចនៅតាមអញ្ចឹងអង្គរវត្តឯងគឺឃើញមាននេះប្លែកអត់ដែរឃើញទេខ្ញុំនិយាយមែនហ្មងគឺស្អាតប្លែកការរៀបចំតុបាយរបស់គាត់ប៉ុន្តែគឺសមល្មមមែនតើសម្រាប់សមាជិកកៅអីនេះដូចជាឈុត6នាក់បងប្អូនបាទអញ្ចឹងអាចថាពុកម្ដាយយាយតាកូន2នាក់អញ្ចឹងទៅយាយតាអញ្ចឹងណាបាទមានបង្ននមានអីហើយប្អូនគឺថាខ្ញុំតសើប្អូននេះគឺស្អាតខ្លាំងមែនតើប្អូនអញ្ចឹងណាវាប្លែកហ្មងវាមើលទៅកម្រឃើញប្រភេទប្អូនបែបហ្នឹងបាទស្អាតខ្លាំងមែនតើបាទគាត់មានតាំងគំនូតាំងអីចឹងណាហើយនេះដូចជាផ្ទះបាយរបស់គាត់បាទទលាយតែបាយគាត់គឺអត់មានជាទេធ្វើម្ហូបទៅអីគឺស្រួលមែនតើគឺមានទូចកានមានអីមកស្អាតមកសេតហើយមានចម្រឹងប្អូនដៃស្មិតរឹងមាំការពារសុវត្ថិភាពទ្វារក៏ដៃស្មិតទាំងអស់ខាងក្រៅនេះជាមានបន្ទប់មួយទៀតហ្នឹងហើយនេះបន្ទប់មួយទៀតបាទខាងក្រៅនេះបន្ទប់មួយទៀតអានេះប្រហែលជាបន្ទប់យាយតាឬក៏បន្ទប់សម្រាប់អ្នកនៅជាមួយចុងភៅអីខ្ញុំមិនដឹងដែរបាទតែមកល្មមសមរម្យស្អាតប៉ុណ្នេះអានេះទ្វារចេញខាងក្រៅដៃស្មិតដែរពណ៌ខ្មៅម៉ូតដូចខាងនោះដែរបាទហើយយើងទៅមើលខាងក្រៅវិញតាផ្ទះហ្នឹងគាត់ទំហំប៉ុណ្ណាបើយើងមើលមិញតាមចាក់ស្ដាយយើងរាប់ទៅមានបន្ទប់ទាំងអស់គឺមានបន្ទប់3មេគ្រួសារមួយបន្ទប់កូនហើយនឹងបន្ទប់សម្រាប់អ្នកនៅជាមួយឬក៏យាយតាអញ្ចឹងបាទឥឡូវយើងទៅមើលខាងក្រៅវិញអូសម្រាប់ទ្វារគាត់នេះស្អាតមែនតែនបាទស្អាតណាស់គេនេះបើកមកធូរណាមើលទៅដូចឈ្មោះតែបើកមកធូរធម្មតាអត់មានប្របាក់បើកអីទេបាទស្រួលមើលខាងក្រៅឥឡូវខ្ញុំប្រវល់មើលផ្ទះហ្នឹងប៉ុណ្ណាប្រវល់មកវិញនេះផ្ទះនេះបើសិនជាការសង់វិញមើលទៅវាស្អាតរបៀបថាវាអត់មានអីស្មុគស្មាញច្រើនមើលទៅស្រឡះស្អាតមែនតើផ្ទះវិឡាទឿហើយទំហំប៉ុណ្ណឹងមកល្មមមានបន្ទប់3មានផ្ទះបាយមានកន្លែងទទួលភ្ញៀវបរិវេណខាងមុខចតឡានចតប្រមាណចតឡាននេះមកវាហើយវាយើងមានដាំឈើដាំអីទៀតគ្រួសារគឺថាមានក្តីសុខហ្មងផ្ទះនេះនៅមកមានសុភមង្គលហ្មងអារម្មណ៍នេះគ្រាន់ខ្ញុំមកមើលអារម្មណ៍សប្បាយប៉ុណ្ណឹងខ្ញុំសម័យថាបើសិនជាខ្ញុំមានផ្ទះប៉ុណ្ណឹងវិញនឹងអែមយ៉ាងណាទេជាតិខ្ញុំសង្ឃឹមថាខ្ញុំនឹងមានផ្ទះចឹងដែរហើយមកមើលមុខទៀតសម្បីតែទ្វារខាងមុខគាត់ប្រើជាប្រភេទដៃស្មិតដែរនេះទ្វារគាត់ដល់អត់ទាន់ដាក់ម៉ូទ័រតាមពិតទ្វារខ្លះគេដាក់ម៉ូទ័រប៉ុន្តែទាញមកធូរណាទ្វារនេះអត់មានម៉ូទ័រណាហើយទ្វារនេះក្បាច់ខ្មែរទេខាងក្នុងក៏ក្បាច់ខ្មែរខាងក្រៅក៏ក្បាច់ខ្មែរមានទេពប្រណំមានអីគាត់ដាក់ឈ្មោះដាក់អក្សរនេះអក្សរខ្មែរទេខាងហើយខាងនេះជាមានអីគេមានប្រអប់សបុតទៀតស្អាតណាប្រអប់សបុតមានអីខាងនេះមានផ្លាកលេខផ្ទះផ្លាកលេខចាគាត់នេះផ្ទះសុភមង្គលខ្ញុំភ្លេចមែនមើលតែឈ្មោះផ្ទះក៏ដឹងថាមានសុភមង្គលខ្ញុំនិយាយមុននឹងចឹងថាផ្ទះហ្នឹងគឺនៅតែមានសុភមង្គលមកផ្ទះសុភមង្គលបាទហើយមានចម្រឹងលើលបងក្បាច់ខ្មែរមកឈុតទៀតស៊ីជាមួយនឹងទ្វារអូមានខាងនោះមួយទៀតបាទមានទាំងចង្កៀងមានអីបើយើងមើលជារួមលបងរបស់គាត់លបងនេះមិនដឹងថាមាននៅណាទៀតខ្ញុំមិនដឹងតែនៅនេះឃើញមានតែមួយហ្នឹងទេមើលទៅឡែកសួរថាប៉ុណ្ណឹងចង់បានអត់ផ្ទះប៉ុណ្ណឹងចង់បានអត់ម៉ូតហ្នឹងដេកអញ្ចឹងចង់បានអត់បើខ្ញុំមិនដឹងចង់បានទេហើយបើចង់បានធ្វើម៉េចខំមកស៊ីធ្វើការយកលុយធ្វើផ្ទះដូចគេបាយ